បើនិយាយពីជ្រក់ជើងមាន់ហើយនិងជ្រក់ជើងទាគឺខ្ញុំធ្លាប់សាកហើយបងប្អូនឥឡូវថ្ងៃនេះខ្ញុំមកធ្វើជ្រក់ពោះគោញ៉ាំម្ដងសម្រាប់វិធីធ្វើក៏មិនខុសពីជ្រក់ជើងមាន់ដែរងាយស្រួលហើយឆាប់បានញ៉ាំទៀតចំពោះគ្រឿងផ្សំខ្ញុំមានដូចជាគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមម្ទេសប្លោម្ទេសស្រស់ហើយនិងក្រូចឆ្មាចំណែកពោះគោគឺខ្ញុំប្រើពោះគោ100ស្រទាប់ពេលទឹកពុះខ្ញុំដាក់គល់ស្លឹកគ្រៃហើយនឹងចាក់ពោះគោចូលខ្ញុំទុកពោះគោប្រហែលជា10នាទីហើយខ្ញុំស្រង់ចេញត្រាំជាមួយនឹងទឹកកកទើបលាងសម្អាតពោះគោនៅទីនេះអត់សូវស្វិតទេបងប្អូនបន្ទាប់មកយើងទៅលាយជាមួយនឹងទឹកត្រីរបស់យើងខ្ញុំយកម្ទេសប្លោកទួយខ្ទឹមសខ្ទឹមក្រហមកិនបញ្ចូលគ្នាបន្ទាប់មកខ្ញុំចាក់ទឹកឆ្អិនកន្លះលីត្រហើយទឹកត្រី3ក្បួនវែកនិងបន្ថែមជាមួយនឹងស្ករអំបិលប៊ីចេងជាមួយនឹងក្រូចឆ្មាចំពោះរសជាតិបងប្អូនអាចថែមថយទៅតាមចំណង់ចំណូលចិត្តបងប្អូនបានពេលដែលរួចរាល់ហើយយើងចាក់ទឹកត្រីចូលជាមួយនឹងពោះគោច្របល់វាសព្វហើយយើងដាក់នៅក្នុងប្រអប់ទុកក្នុងទូទឹកកកចុងក្រោយខ្ញុំបំពងខ្ទឹមក្រហមដើម្បីញ៉ាំជាមួយនឹងជ្រក់ពោះគោយើងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះកុំភ្លេចចុច like និង share ដើម្បីទទួលបានវីដេអូថ្មីៗ